មហាជនកាន់តែហួសចិត្តយ៉ាងខ្លាំងក្រោយពីនារីវ័យ31ឆ្នាំឈ្មោះព្រឿនសាឡែនហៅអាឡែនបានចូលទៅសារភាពនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងឲ្យដឹងថានាងមិនមែនទើបតែលួចនាំចូលទុរេនពីថៃលើកនេះទេក៏ប៉ុន្តែសរុបទាំងអស់3លើករួចមកហើយតាមសេចក្តីប្រកាសព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឲ្យដឹងថាម្ចាស់គណនីឈ្មោះអាឡែនបានចូលទៅសារភាពអំពីទង្វើរបស់ខ្លួនក្រោយពីមានការបែកធ្លាយសារសម្លេងរបស់នារីម្នាក់អំពីការនាំចូលទុរេនពីថៃមកលក់នៅកម្ពុជាកាលពីប្រមាណថ្ងៃមុនតាមបណ្ដាញសង្គមនៅក្នុងចម្លើយសារភាពនេះអាឡែនបានអះអាងថានាងពិតជាម្ចាស់សម្លេងដែលបានបែកធ្លាយនោះយ៉ាងពិតប្រាកដដែលនាងបានទំនាក់ទំនងជាមួយអ្នករកស៊ីទិញផ្លែទុរេនពិតមែនជាមួយគ្នាស្ត្រីវ័យក្មេងក៏បានអះអាងទៀតថានាងក៏ជាអ្នកនាំទុរេនពីថៃមកលក់នៅកម្ពុជាដែរដោយនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ស្នងការដ្ឋានខេត្តបាត់ដំបងបានបញ្ជាក់ដូចនេះថាអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងសូមជម្រាបជូនសាធារណជនបានជ្រាបថាមកដល់ថ្ងៃទី4ខែឧសភាឆ្នាំ2026នេះម្ចាស់គណនី Facebook ឈ្មោះអាឡែនបានចូលខ្លួនមកបំភ្លឺនៅចំពោះមុខសមត្ថកិច្ចនគរបាលជំវិញការផ្សព្វផ្សាយក្នុងបណ្ដាញសង្គមចំពោះរូបគាត់ថាបាននាំផ្លែទុរេនពីប្រទេសថៃមកក្នុងប្រទេសកម្ពុជាអាឡែនមានឈ្មោះពិតថាព្រឿនសាឡែនភេទស្រីអាយុ31ឆ្នាំរស់នៅភូមិភ្នំចាំចាបឃុំបឹងរាំងស្រុកគំរៀងខេត្តបាត់ដំបងយោងទៅលើចម្លើយសារភាពដដែលអាឡែនបានអះអាងបន្តទៀតថាគិតទាំងលើកនេះគឺនាងបានលួចនាំចូលផ្លែទុរេនពីប្រទេសថៃយកមកលក់នៅកម្ពុជាចំនួន3លើករួចមកហើយក្នុងរយៈពេលតែប្រមាណ1ខែប៉ុណ្ណោះពលគឺចាប់ពីខែមេសាដល់ដើមខែឧសភាឆ្នាំ2026នេះអាឡែនបញ្ជាក់ថានាងបានទំនាក់ទំនងជាមួយជនជាតិថៃដែលធ្លាប់ស្គាល់និងធ្លាប់រកស៊ីជាមួយគ្នានៅពេលកន្លងមកទិញផ្លែទុរេនចំនួន3លើកមានចំនួនប្រមាណ 2000 គីឡូក្រាមហើយបានលក់បន្តទៅឲ្យអ្នកលក់នៅខេត្តកំពង់ចាមហើយទំនិញទាំង3លើកនេះនាងបានដាក់រថយន្តផ្ញើទៅឲ្យអ្នកបញ្ជាទិញនៅខេត្តកំពង់ចាមផ្ទាល់នៅពេលដែលគេដឹកមកដល់ពីប្រទេសថៃនារីអ្នករកស៊ីដដែលបានបន្តអំពីដំណើរការទិញទុរេនយ៉ាងងាយស្រួលថាឈ្មួញនៅថៃបានរៀបចំផ្ញើមកតាមព្រំដែនកាប៊ីនតែនាងមិនបានដឹងថាគេផ្ញើមកតាមរបៀបណានោះទេលុះរថយន្តដឹកមកដល់នាងក៏ទទួលហើយក៏ផ្ញើបន្តទៅខេត្តកំពង់ចាមតែម្ដងក្រោយទទួលបានចម្លើយសារភាពពីអាឡែនអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបញ្ជាក់ជូនថាពេលនេះសមត្ថកិច្ចនគរបាលកំពុងតែធ្វើការស្រាវជ្រាវជុំវិញករណីខាងលើនេះជាបន្តទៀតយ៉ាងយកចិត្តទុកដាក់ដើម្បីឈានទៅស្វែងរកអ្នកពាក់ព័ន្ធដើម្បីចាត់វិធានការស្របតាមនីតិវិធីច្បាប់បញ្ហាទុរេនបានបង្កការចាប់អារម្មណ៍ខ្លាំងនៅកម្ពុជាក្រោយពីមានព័ត៌មានថាទុរេនថៃរាប់ពាន់គីឡូគ្មានទីផ្សារក្រោយពីចិនបានហាមឃាត់មិនឲ្យចូលទៅក្នុងទីផ្សារប្រទេសគេព្រោះតែការរកឃើញពីហានិភ័យចំពោះសុខភាពបង្កដោយរោគមហារីកតាមរយៈថ្នាំគីមីដែលមាននៅលើផលិតផលទុរេននេះក្នុងស្ថានភាពនេះពលរដ្ឋកម្ពុជាភាគច្រើនបានបង្ហាញការព្រួយបារម្ភថាខ្លាចទុរេនថៃទាំងនោះអាចធ្លាយមកដល់កម្ពុជាតាមរយៈឈ្មួញទុច្ចរិតហើយទីបំផុតវាក៏បានមកដល់ពិតមែនក្រោមរូបភាពបន្លំថាជាផលិតផលរបស់កម្ពុជាក្រោយមកក៏មានការចោទសួរអំពីសមាជិករបស់ទុរេនទាំងនោះហើយបើទោះជាមានការចេញមុខអះអាងពីមន្ទីរជំនាញគឺកបបខេត្តបាត់ដំបងថាជារបស់ខ្មែរក៏ដោយក៏មហាជននៅតែមិនជឿដោយសារតែមានការស្រាយបំភ្លឺជាច្រើនពីពលរដ្ឋនៅខេត្តកំពង់ចាមថាទុរេនប្រភេទម៉ាន់ថងមិនទាន់ដល់រដូវប្រមូលផលនោះទេដូច្នេះបន្ទាប់ពីឈ្មោះអាឡែនបានចេញមកសារភាពមហាជនកំពុងតែរងចាំមើលពីអ្នកដែលពាក់ព័ន្ធផ្សេងទៀតក្នុងនោះរួមមានទាំងសមត្ថកិច្ចនៅច្រកកាប៊ីននិងឈ្មោះផ្សេងទៀតនៅខេត្តកំពង់ចាមផងដែរ